ស្ត្រីមេម៉ាយម្នាក់ជាម្ចាស់ភោជនីយដ្ឋានដែលមានសម្រស់ស្រស់ស្អាតបានផ្ដល់រង្វាន់ដល់បុរសក្មេងលាងចានម្នាក់ដែលបានជួយសង្គ្រោះនាងពីបុរសអាក្រក់ម្នាក់ដែលចង់បំផ្លាញភោជនីយដ្ឋានរបស់នាងសូមទស្សនារឿងនេះឲ្យចប់ព្រះអាទិត្យរះចំកណ្ដាលមេឃនៅភ្នំពេញហាក់ដូចជាកំពុងដុតផ្លូវកៅស៊ូខណៈពេលដែលបុរសឈ្មោះតារាបានឈរស្ងៀមស្ងាត់នៅមុខអគារដ៏ធំស្កឹមស្កៃមួយដែលមានស្ថាបត្យកម្មបែបខ្មែរបុរាណភោជនីយដ្ឋានគបុផាអង្គរមិនមែនគ្រាន់តែជាកន្លែងញ៉ាំអាហារធម្មតានោះទេវាគឺជានិមិត្តរូបនៃភាពប្រណីតដែលមានតែវណ្ណៈអភិជនប៉ុណ្ណោះដែលអាចទៅដល់បាននៅក្នុងដៃដ៏គ្រើមរបស់តារាដោយសារតែធ្វើការច្រើនមានក្រដាសមួយសន្លឹកចាស់ទ្រុឌទ្រោមដែលមានការផ្សាយដំណឹងជ្រើសរើសបុគ្គលិកជាមួយនឹងការស្រូបដង្ហើមវែងដើម្បីបណ្ដេញអារម្មណ៍ភ័យខ្លាចចេញពីខ្លួនគាត់បានបោះជំហានចូលទៅខាងក្នុងកម្រាលអាត្មម៉ាបដែលភ្លឺរលោងឆ្លុះបញ្ចាំងពីអាវយឺតរបស់គាត់ដែលបានរសាត់ពណ៌និងខោក្រណាត់ដែលរហែកនៅចុងជើងក្លិនទឹកអប់ថ្លៃនិងក្លិនគ្រឿងទេសខ្មែរដ៏ទាក់ទាញបានស្វាគមន៍គាត់ភ្លាមប៉ុន្តែបរិយាកាសដ៏កក់ក្ដៅនោះបានកកភ្លាមនៅពេលដែលស្ត្រីម្នាក់បានដើរចុះពីជណ្ដើរវងនាងគឺកយ៉ានម្ចាស់ភោជនីយដ្ឋានដែលជាស្ត្រីមេម៉ាយដ៏ស្រស់ស្អាតសម្រស់របស់នាងមិនអាចប្រកែកបានឡើយភ្នែកពណ៌ត្នោតស្រួចស្បែកដូចដេអាត់និងរ៉ូបសូត្រដែលរុំកាយនាងយ៉ាងល្អឥតខ្ចោះប៉ុន្តែការសម្លឹងរបស់នាងនៅពេលដែលឃើញតារាហាក់ដូចជាកំពុងមើលស្នាមប្រឡាក់នៅលើកម្រាលឥតស្អាតរបស់នាងអ្នកណាមកអនុញ្ញាតឲ្យមនុស្សដូចឯងចូលតាមទ្វារមុខសំឡេងកយ៉ានបន្លឺឡើងត្រជាក់និងមុតស្រួចធ្វើឲ្យអតិថិជនមួយចំនួនងាកមើលដោយការមើលងាយតារាអន់មុខចុះជ្រៅច្របាច់គែមអាវយឺតរបស់គាត់គឺសុំទោសអ្នកស្រីខ្ញុំឃើញដំណឹងជ្រើសរើសបុគ្គលិកខ្ញុំពិតជាត្រូវការងារណាស់ដើម្បីចិញ្ចឹមឪពុកម្ដាយខ្ញុំនៅឯស្រុកខ្ញុំសុខចិត្តធ្វើការអ្វីក៏បានក៏យ៉ានបានដើរទៅជិតក្លិនទឹកអប់ផ្កាកុលាបដ៏ថ្លៃថ្នូរឥឡូវនេះត្រូវបានតារាធំក្លិនប៉ុន្តែអរ៉ានៃកំហឹងបានផុសចេញពីស្ត្រីនោះនាងបានសម្លឹងមើលតារាពីក្បាលដល់ចុងជើងដោយទឹកមុខខ្ពើមរអើមឯងដឹងទេថាឯងស្លៀកពាក់ខ្វក់ហើយមានក្លិនភោជនីយដ្ឋាននេះជាកន្លែងដែលមានកិត្តិយសរូបរាងរបស់ឯងអាចធ្វើឲ្យអតិថិជនរបស់ខ្ញុំបាត់បង់ចំណង់អាហារតារាគ្រាន់តែនៅស្ងៀមមិនហ៊ានការពារខ្លួនភាពក្រីក្របានដកហូតភាពក្លាហានរបស់គាត់ក្នុងការនិយាយយូរមកហើយក៏យ៉ានដកដង្ហើមធំហាក់បីដូចជាមិនចង់ប៉ុន្តែនាងពិតជាខ្វះបុគ្គលិកនៅផ្នែកខាងក្រោយមែនយល់ព្រមក៏យ៉ាននិយាយយ៉ាងត្រជាក់ឯងអាចធ្វើការនៅទីនេះបានប៉ុន្តែកុំសង្ឃឹមថានឹងអាចបម្រើភ្ញៀវបានកន្លែងរបស់ឯងគឺនៅផ្នែកជ្រៅបំផុតនៅក្នុងផ្ទះបាយលាងចានហើយចាំមួយរឿងឯងត្រូវបានហាមឃាត់ដាច់ខាតមិនឲ្យឆ្លងកាត់ទ្វារមុខឆ្លងកាត់ទ្វារក្រោយដែលនៅជិតកន្លែងសម្រាមវិញខ្ញុំមិនចង់ឲ្យអតិថិជនក្អួតចង្អោរនៅពេលឃើញរូបរាងកខ្វក់របស់ឯងដើរលេងនៅកន្លែងញ៉ាំអាហារនេះទេពាក្យទាំងនោះដូចជាកាំបិតមុតស្រួចដែលចាក់ដោតបេះដូងតារាក្បាត់អ្នកស្រីមិនអីទេអ្វីដែលសំខាន់គឺខ្ញុំអាចធ្វើការបានគឺគាត់ឆ្លើយតិចតែរឹងមាំចាប់តាំងពីថ្ងៃនោះមកជីវិតរបស់តារាបានប្រែទៅជាវដ្តនៃចានខ្វក់សំណល់ខ្លាញ់និងកម្ដៅផ្ទះបាយគាត់ធ្វើការពីព្រឹករហូតដល់យប់ជ្រៅដោយមិនធ្ងោប៉ុន្តែភាពស្មោះត្រង់របស់គាត់នៅតែត្រូវបានសង្វេញដោយការមើលងាយរាល់ពេលដែលកយានចូលទៅក្នុងផ្ទះបាយដើម្បីពិនិត្យស្តុកនាងតែងតែរកលេសដើម្បីជាតារាមិនថាដោយសារតែចានដែលត្រូវបានគេចាត់ទុកថាមិនភ្លឺគ្រប់គ្រាន់ឬគ្រាន់តែដោយសារតែទីតាំងឈររបស់តារាដែលត្រូវបានគេចាត់ទុកថាបានរារាំងផ្លូវគុំឆ្លងកាត់ខាងមុខឆ្លងកាត់ខាងក្រោយគឺកយ៉ានស្រែកនៅព្រឹកមួយនៅពេលឃើញតារាស្ទើរតែឆ្លងកាត់ព្រំដែនតំបន់ផ្ទះបាយឯងខ្វក់ណាស់យោទេក្លិនញើសរបស់ឯងអាចបំផ្លាញបរិយាកាសភោជនីយដ្ឋានរបស់ខ្ញុំតារាគ្រាន់តែអន់មុខចុះហើយបត់ត្រឡប់ទៅទ្វារក្រោយដែលតូចចង្អៀតហើយមានក្លិនមិនល្អនៅពីក្រោយទ្វារក្រោយនោះតារាបានលេបត្របាក់ការប្រមាថដ៏ជូរចត់ទាំងអស់ដោយអត់ធ្មត់គាត់មិនដឹងថាជោគវាសនាកំពុងរៀបចំព្យុះដែលនឹងផ្លាស់ប្ដូរទស្សនៈរបស់ស្ត្រីដ៏ក្រអឺតក្រទុំនោះជារៀងរហូតនោះទេប៉ុន្មានសប្តាហ៍បានកន្លងផុតទៅហើយផ្ទះបាយភោជនីយដ្ឋានដ៏ក្តៅគប់បានក្លាយជាសាក្សីស្ងៀមស្ងាត់នៃភាពរឹងមាំរបស់តារាដៃរបស់គាត់ឥឡូវនេះតែងតែឡើងក្រហមដោយសារតែសាប៊ូកក់សក់ដ៏ខ្លាំងប៉ុន្តែគាត់មិនដែលមកយឺតម្ដងណាឡើយក៏យ៉ាននៅតែជាក៏យ៉ានជាស្ត្រីម្នាក់ដែលរក្សាចម្ងាយជាមួយនឹងជញ្ជាំងនៃភាពក្រអឺតក្រទុំដ៏ខ្ពស់សម្រាប់នាងតារាគ្រាន់តែជាម៉ាស៊ីនលាងចានដែលគ្មានមុខមាត់ប៉ុណ្ណោះមនុស្សម្នាក់ដែលវត្តមានរបស់គាត់ត្រូវបានអត់ធ្មត់ដោយសារតែការតស៊ូរបស់គាត់ក្នុងការធ្វើការ
ថ្ងៃត្រង់មួយនៅពេលដែលព្រះអាទិត្យកំពុងបញ្ចេញពន្លឺយ៉ាងខ្លាំងភោជនីយដ្ឋានបុប្ផាអង្គរពោពេញទៅដោយអតិថិជនលំដាប់ខ្ពស់បរិយាកាសដែលពីមុនត្រូវបានអមដោយសំឡេងចានឆ្នាំងនិងតន្ត្រីខ្មែរដ៏ស្ងប់ស្ងាត់ស្រាប់តែបែកធ្លីដោយសំឡេងបោកទោដ៏ខ្លាំងក្លាតើនេះជាអ្វីចេញទៅទាំងអស់គ្នាបុរសម្នាក់ដែលមានមាឌធំនិងមុខឡើងក្រហមស្រែកបុរសនោះឈរដោយអារម្មណ៍ពុះកញ្ជ្រោលគាត់បានចាប់ចានដែលមានសាច់ប្រហិតនៅពីមុខគាត់ហើយបោកវាទៅនឹងឥដ្ឋរហូតដល់បែកខ្ទេចខ្ទាំអាហារនេះប្រៃណាស់ដូចជាដាក់ថ្នាំពុលតើឯងចង់សម្លាប់ខ្ញុំឬគាត់ស្រែកម្ដងទៀតអតិថិជនផ្សេងទៀតចាប់ផ្ដើមខ្សឹបខ្សៀវដោយភ័យស្លន់ស្លោស្ត្រីមួយចំនួនមើលទៅភ័យខ្លាចហើយប្រញាប់ចាក់ចេញពីតុរបស់ពួកគេក៏យានដែលពេលនោះកំពុងនៅកន្លែងគិតលុយក៏ប្រញាប់ទៅជិតដោយមុខស្លេកស្លាំងប៉ុន្តែព្យាយាមរក្សាភាពស្ងប់ស្ងាត់គឺលោកម្ចាស់ខ្ញុំសូមអភ័យទោសចំពោះភាពរំខាននេះប្រសិនបើមានបញ្ហាជាមួយនឹងរសជាតិអាហារពួកយើងនឹងជំនួសវាភ្លាមដោយមុខម្ហូបថ្មីដែលល្អជាងសូមស្ងប់ស្ងាត់លោកម្ចាស់គឺក៏យ៉ានិយាយដោយសំឡេងដែលព្យាយាមឲ្យទន់ភ្លន់បំផុតតាមដែលអាចធ្វើទៅបានប៉ុន្តែបុរសនោះមិនចង់បានដំណោះស្រាយទេគាត់បែរជាសាយចំអកជំនួសភោជនីយដ្ឋានប្រណីតបែបនេះគ្រាន់តែលក់សម្រាមប៉ុណ្ណោះក៏ដោយគ្មានការព្រមានគាត់បានរុញទៅនៅពីមុខគាត់រហូតដល់វាក្រឡាប់នៅពេលដែលកយ៉ានព្យាយាមចាប់ដៃគាត់ដើម្បីទប់ស្កាត់បុរសនោះបែរជាកន្ត្រាក់ដៃកយ៉ានហើយរុញស្មារបស់នាងយ៉ាងខ្លាំងក៏យានដែលពាក់ស្បែកជើងកែងខ្ពស់បាត់បង់លំនឹងនាងបានដួលទៅលើកម្រាលឥដ្ឋថ្មម៉ាបដ៏ត្រជាក់ដៃរបស់នាងត្រូវរបួសដោយបំណែកចានដែលបុរសនោះបានបោកកាលពីមុនក្អួយពីនាងធ្ងោដោយការឈឺចាប់ពីខាងក្រោយទ្វារផ្ទះបាយដែលបើកបន្តិចតារាបានឃើញហេតុការណ៍នោះឈាមរបស់គាត់ពុះកញ្ជ្រោលនៅពេលឃើញស្ត្រីម្នាក់ទោះបីជានាងកាច់បណ្ណាពីមុនមកក៏ដោយត្រូវបានគេប្រព្រឹត្តយ៉ាងព្រៃផ្សៃដោយមិនគិតវែងឆ្ងាយតារាបានរត់ចេញពីតំបន់ហាមឃាត់របស់គាត់បានប្រញាប់ចូលទៅក្នុងបន្ទប់ទទួលទានអាហារដោយដៃដែលនៅតែសើមនឹងអាវយឺតដែលប្រឡាក់ដោយទឹកលាងចានខ្ជប់កុំកាច់ដាក់ស្ត្រីគឺតារាស្រែកខណៈពេលដែលឈរការពារកយានដែលនៅតែអង្គុយទន់ដៃទន់ជើងបុរសម្នាក់នោះសម្លឹងមើលតារាដោយការមើលងាយក្អូនេះជាវីរបុរសរបស់ឯងមែនទេអាសត្វកណ្ដុរផ្ទះបាយយកខ្វក់នេះគឺបុរសនោះបានវាយទៅលើមុខតារាដួលទៅលើដីជ្រុងមាត់របស់គាត់បែកហើយចេញឈាមប៉ុន្តែតារាបាននឹកឃើញពីឪពុករបស់គាត់ថាបុរសម្នាក់មិនត្រូវអនុញ្ញាតឲ្យមានអំពើអាក្រក់នៅចំពោះមុខភ្នែករបស់គាត់ឡើយតារាបានងើបឈរឡើងវិញដោយការសម្លឹងមើលទៅខុសប្លែកមុតស្រួចនិងពោពេញដោយការតាំងចិត្តនៅពេលដែលបុរសនោះវាយប្រហារម្ដងទៀតតារាបានគេចខ្លួនយ៉ាងរហ័សហើយសងសឹកដោយការវាយចំទ្រូងការប្រយុទ្ធដ៏ខ្លីប៉ុន្តែសាហាវមួយបានកើតឡើងនៅកណ្ដាលភោជនីយដ្ឋានអតិថិជនផ្សេងទៀតស្រែកហូរហ្វូងទីបំផុតជាមួយនឹងការចាប់ជាប់ដ៏ខ្លាំងមួយតារាបានទម្លាក់បុរសនោះទៅលើឥដ្ឋហើយចាប់គាត់ជាប់អ្នកណាជាអ្នកបញ្ជាឯងតារាខ្សឹបដោយសំឡេងគំរាមកំហែងអាហារនៅទីនេះតែងតែត្រូវបានត្រួតពិនិត្យគុណភាពឯងចេតណាចង់បំផ្លាញកន្លែងនេះមែនទេបុរសនោះបានប្រឆាំងប៉ុន្តែបន្ទាប់ពីតារាបានដាក់សម្ពាធបន្ថែមលើការចាប់ជាប់របស់គាត់ក៏បានចុះចាញ់សុំទោសខ្ញុំត្រូវបានគេជួលដោយម្ចាស់ភោជនីយដ្ឋានគូប្រជែងនៅម្ខាងផ្លូវដើម្បីបង្កើតភាពចលាចលដើម្បីឲ្យកន្លែងនេះបិទបរិយាកាសបានស្ងាត់ស្ងៀមភ្លាមក៏យានដែលនៅតែអង្គុយនៅលើឥដ្ឋសម្លឹងមើលខ្នងរបស់តារាដោយអារម្មណ៍មិនច្បាស់លាស់បុរសក្មេងញឹកខ្វក់ដែលពីមុនមកនាងបានបណ្ដេញចេញតាមទ្វារក្រោយឥឡូវនេះបានឈរយ៉ាងរឹងមាំជាមនុស្សតែម្នាក់គត់ដែលហ៊ានប្រថុយជីវិតដើម្បីការពារនាងប៉ុន្មាននាទីក្រោយមកសំឡេងស៊ីរ៉ែនប៉ូលីសបានបន្លឺឡើងកាន់តែជិតនៅពេលដែលមន្ត្រីប៉ូលីសបានចាប់ដៃបុរសម្នាក់នោះតារាបានងាកភ្លាមហើយទៅជិតកយ៉ានគាត់បានលាតដៃដ៏គ្រើមរបស់គាត់ដៃដែលជាធម្មតាគ្រាន់តែកាន់ចាននៅខ្វក់ដើម្បីជួយម្ចាស់របស់គាត់ក្រោកឈរអ្នកស្រីមិនអីទេអនុញ្ញាតឲ្យខ្ញុំជួយគឺតារាបាននិយាយដោយសំឡេងដែលត្រឡប់មកទន់ភ្លន់និងទាបវិញហាក់ដូចជាការប្រយុទ្ធដ៏ខ្លាំងក្លាកាលពីមុនមិនដែលកើតឡើងនោះទេក៏យ៉ានសម្លឹងមើលដៃរបស់តារាហើយបន្ទាប់មកសម្លឹងមើលមុខរបស់បុរសក្មេងនោះដែលឥឡូវនេះមានស្នាមជាមជាលើកទី1ហើយក៏យ៉ានមិនមានអារម្មណ៍ខ្ពើមរអាំឡើយផ្ទុយទៅវិញមានអ្វីមួយបានរលំនៅក្នុងចិត្តរបស់នាងបន្ទាប់ពីប៉ូលីសបាននាំបុរសអាក្រក់នោះទៅបរិយាកាសភោជនីយដ្ឋានបានចាប់ផ្ដើមស្ងប់ស្ងាត់បន្តិចម្ដងប៉ុន្តែភាពវឹកវរដែលនៅសេសសល់នៅក្នុងបន្ទប់ទទួលទានអាហារនៅតែមានអារម្មណ៍ភ័យខ្លាចទៅត្រូវបានក្រឡាប់
បំណែកកញ្ចក់ត្រូវបានខ្ចាត់ខ្ចាយនៅលើកម្រាលព្រំដ៏ថ្លៃថ្នូរហើយស្នាមប្រឡាក់អាហារបានប្រឡាក់នៅលើកម្រាលឥដ្ឋម៉ាប់នៅកណ្ដាលភាពវឹកវរនោះតារាមិនបានរងចាំបញ្ជាឡើយដោយមិនខ្វល់ពីស្នាមជៀមនៅលើថ្ពាល់របស់គាត់ឬឈាមដែលស្ងួតនៅជ្រុងមាត់របស់គាត់បានយកអំបោសនិងក្រណាត់ជូតភ្លាមដោយភាពរហ័សរហួនតារាបានរៀបចំកៅអីលើបំណែកចានដោយដៃទេហើយជូតស្នាមប្រឡាក់ដែលមានគាត់ចង់ធានាថាអតិថិជនផ្សេងទៀតដែលនៅតែបន្តនៅនឹងមានអារម្មណ៍ស្រួលម្ដងទៀតក៏យ៉ានគ្រាន់តែអាចឈរស្ងៀមនៅក្នុងជ្រុងបន្ទប់សម្លឹងមើលខ្នងរបស់បុរសក្មេងនោះនាងបានឃើញភាពស្មោះត្រង់របស់តារាក្នុងការធ្វើការហាក់ដូចជាភោជនីយដ្ឋាននោះជាកម្មសិទ្ធិរបស់គាត់ផ្ទាល់ដែលត្រូវតែការពារអ្នកស្រីកុំបារម្ភអ្វីបានគ្រប់គ្រងហើយអតិថិជនផ្សេងទៀតបានចាប់ផ្ដើមស្ងប់ស្ងាត់វិញហើយតារាបាននិយាយដោយស្ងាត់ស្ងៀមនៅពេលដែលគាត់បានឆ្លងកាត់កយានដើម្បីត្រឡប់ទៅផ្ទះបាយវិញគាត់មិនបានទាមទារការសរសើរទេហើយក៏មិនបានលើកឡើងពីរបួសរបស់គាត់ដែរគាត់បានត្រឡប់ទៅពិភពរបស់គាត់វិញកន្លែងលាងចានដែលពោពេញដោយចានអខ្វក់នៅក្នុងផ្ទះបាយខាងក្រោយក៏យានបានដើរយឺតទៅកាន់បន្ទប់ផ្ទាល់ខ្លួនរបស់នាងដរាបណាទ្វាររបិទនាងបានផ្អែកខ្លួនរបស់នាងហើយយឺតក៏ដួលទៅលើឥដ្ឋទឹកភ្នែកដែលនាងបានទប់ទល់ពីមុនមកទីបំផុតបានហូរចុះនាងមានអារម្មណ៍តូចចិត្តនិងអាម៉ាស់ដោយសារតែទង្វើរបស់នាងផ្ទាល់រូបភាពដែលនាងបានជេរតារាប្រើគាត់ឲ្យចេញទៅតាមទ្វារក្រោយដោយសារតែគាត់ត្រូវបានគេចាត់ទុកថាខ្វក់និងសម្លឹងមើលគាត់ដោយការមើលងាយឥឡូវនេះបានវិលវល់នៅក្នុងក្បាលរបស់នាងដូចជាខ្សែអាត់ដែលខូចតើខ្ញុំអាចហៅគាត់ថាខ្វក់ដោយរបៀបណាក៏យ៉ានខ្សឹបប្រាប់ខ្លួនឯងជាសម្លៀកបំពាក់របស់គាត់ពិតជាចាស់ទ្រុឌទ្រោមប៉ុន្តែបេះដូងរបស់គាត់ស្អាតជាងខ្ញុំដែលពាក់សូត្រនេះទៅទៀតនៅថ្ងៃបន្ទាប់ក៏យ៉ានបានហៅតារាទៅបន្ទប់របស់នាងនៅលើតុការងារដ៏ប្រណីតវ៉ាលីតូចមួយបានបើកបង្ហាញគំនរលុយសុទ្ធជាច្រើនចំនួនទឹកប្រាក់ដែលតារាប្រហែលជាមិនអាចប្រមូលបានពេញមួយជីវិតរបស់គាត់ដោយការលាងចានក៏តារាសំឡេងក៏យ៉ាញ៉គ្មានសំឡេងត្រជាក់ទៀតទេនេះសម្រាប់អ្នកជាសញ្ញានៃការដឹងគុណដែលបានជួយសង្គ្រោះជីវិតខ្ញុំនិងកិត្តិនាមភោជនីយដ្ឋានរបស់ខ្ញុំយកវាទៅផ្ទះសម្រាប់ឪពុកម្ដាយរបស់អ្នកតារាសម្លឹងមើលលុយនោះមួយផ្លែតរួចសម្លឹងមើលភ្នែកពណ៌ត្នោតរបស់កយានដែលឥឡូវនេះមើលទៅហើមគាត់ញឹមតិចហើយមុខក្បាលយឺតគឺសុំទោសអ្នកស្រីខ្ញុំមិនអាចទទួលយកវាបានទេខ្ញុំជួយអ្នកស្រីមិនមែនដោយសារតែលុយទេខ្ញុំត្រូវបានគេបង្រៀនឲ្យជួយគ្នាទៅវិញទៅមកក្នុងចំណោមមនុស្សជាពិសេសអ្នកស្រីជាម្ចាស់របស់ខ្ញុំដែលបានផ្ដល់ឱកាសឲ្យខ្ញុំធ្វើការចម្លើយនោះដូចជាទះកំភ្លៀងយ៉ាងខ្លាំងសម្រាប់កយ៉ាននាងសង្ឃឹមថាតារានឹងអរគុណព្រះដោយការទទួលយកលុយនោះប៉ុន្តែបុរសក្មេងម្នាក់នេះបែរជាបង្ហាញនូវសេចក្តីថ្លៃថ្នូរដែលខ្ពស់ជាងមាសទៅទៀតប៉ុន្តែតារាខ្ញុំបានធ្វើបាបអ្នកយ៉ាងខ្លាំងខ្ញុំបានមើលងាយអ្នកបណ្ដេញអ្នកទៅទ្វារក្រោយគឺមិនអីទេអ្នកស្រីអ្វីបានកន្លងផុតទៅហើយខ្ញុំបានអភ័យទោសឲ្យអ្នកស្រីតាំងពីយូរយារណាស់មកហើយគឺតារាឆ្លើយគឺស្ងប់ស្ងាត់ចុះប្រសិនបើគ្មានអ្វីទៀតទេខ្ញុំសូមត្រឡប់ទៅផ្ទះបាយវិញនៅតែមានចានជាច្រើនដែលត្រូវលាងតារាបានចេញពីបន្ទប់បន្សល់ទុកកយានដែលកំពុងយំស្ងៀមការសោកស្ដាយរបស់នាងឥឡូវនេះបានប្រែទៅជាការកោតសរសើរដ៏អស្ចារ្យជញ្ជាំងនៃភាពក្រអឺតក្រទមដែលនាងបានកសាងអស់ជាច្រើនឆ្នាំជាស្ត្រីមេម៉ាយអ្នកមានដែលឯករាជ្យឥឡូវនេះបានដួលរលំទាំងស្រុងដោយភាពស្មោះត្រង់របស់បុរសក្មេងម្នាក់ដែលសូម្បីតែមិនអាចទិញអាវថ្មីបាននៅក្នុងបេះដូងរបស់នាងគ្រាប់ពូជនៃអារម្មណ៍ថ្មីមួយបានចាប់ផ្ដើមលូតលាស់អារម្មណ៍ដែលនាងមិនធ្លាប់នឹកស្មានថានឹងកើតឡើងចំពោះអ្នកលាងចានម្នាក់ប៉ុន្មានថ្ងៃក្រោយមកបរិយាកាសនៅក្នុងភោជនីយដ្ឋានគបុផាអង្គរបានផ្លាស់ប្ដូរទាំងស្រុងក៏យានលែងអង្គុយលើកៅអីខ្ពស់របស់នាងដោយលើកចង្កាឡើងខ្ពស់ទៀតហើយផ្ទុយទៅវិញនាងតែងតែបាត់ខ្លួនពីបន្ទប់ខាងមុខហើយលេចចេញនៅក្នុងផ្ទះបាយដ៏ចង្អៀតគោលបំណងរបស់នាងមានតែមួយគត់គឺនៅក្បែរតារាដំបងឡើយបុគ្គលិកផ្សេងទៀតមានការងឿងឆ្ងល់ក៏យានដែលជាធម្មតាគ្រាន់តែចូលទៅក្នុងផ្ទះបាយដើម្បីផ្ដល់ការព្រមានយ៉ាងតឹងរ៉ឹងឥឡូវនេះបែរជាយកកៅអីតូចមួយហើយអង្គុយនៅក្បែរអាងលាងចាននាងសម្លឹងមើលដៃរបស់តារាដែលលាងចានយ៉ាងរហ័សជួនកាលនាងបានហៅតារាឲ្យនិយាយគឺតារាប្រាប់ខ្ញុំអំពីគ្រួសាររបស់អ្នកក៏យ៉ានសួរនៅល្ងាចមួយសំឡេងរបស់នាងទន់ភ្លន់ខុសពីការស្រែកពីមុនតារាដែលដំបងឡើយមានអារម្មណ៍ខ្មាស់អៀនបានចាប់ផ្ដើមបើកចិត្តគាត់បាននិយាយអំពីម្ដាយរបស់គាត់នៅស្រុកអំពីក្តីសុបិនដ៏សាមញ្ញរបស់គាត់
ហើយជួនកាលគាត់បានបញ្ចូលរឿងកំ pl ែងតូចដែលធ្វើឲ្យក្រយ៉ានសាច់សប្បាយក៏យ៉ានបានដឹងថានៅពីក្រោយអាវយឺតដ៏ចាស់ទ្រុឌទ្រោមនោះតារាគឺជាបុរសដែលឆ្លាតកក់ក្ដៅនិងមានទស្សនៈដ៏អស្ចារ្យចំពោះជីវិតភាពកក់ក្ដៅនោះបានរីកចម្រើនយ៉ាងឆាប់រហ័សក៏យានមានអារម្មណ៍រីករាយជាងក្នុងការអង្គុយនៅក្នុងផ្ទះបាយដ៏ក្ដៅគុកជាមួយតារាជាងនៅក្នុងបន្ទប់របស់នាងដែលមានម៉ាស៊ីនត្រជាក់យប់មួយបន្ទាប់ពីភោជនីយដ្ឋានបិទហើយបុគ្គលិកទាំងអស់បានត្រឡប់ទៅផ្ទះវិញតារានៅតែរវល់រៀបចំធ្នើចានចុងក្រោយក៏យ៉ានបានមកជិតគាត់ដោយការសម្លឹងមើលដែលពិបាកបកស្រាយគឺតារាគ្រប់គ្រាន់ហើយអនុញ្ញាតឲ្យនៅសល់នេះរៀបចំនៅព្រឹកស្អែកក៏យ៉ាននិយាយដោយស្ងាត់ស្ងៀមតើអ្នកចង់និយាយជាមួយខ្ញុំបន្តិចទេប៉ុន្តែមិនមែននៅទីនេះទេនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ខ្ញុំវិញនៅទីនោះស្ងប់ស្ងាត់ជាងក៏តារាបានស្ទាក់ស្ទើរមួយសន្ទុះដោយមានអារម្មណ៍ថាខ្លួនឯងមិនស័ក្តិសមក្នុងការជន់ជើងចូលទៅក្នុងបន្ទប់ដ៏ប្រណីតនោះនៅយប់ជ្រៅប៉ុន្តែការទូចយ៉ាងទន់ភ្លន់ពីភ្នែកពណ៌ត្នោតរបស់ក្រយ៉ានបានធ្វើឲ្យគាត់ចុះចាញ់ពួកគេបានអង្គុយនៅលើសាឡុងវលដ៏ទន់ល្មើយនៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ក្រយ៉ានជាលើកទី1ហើយដែលពួកគេអង្គុយស្មើគ្នាក៏យ៉ានបានថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះការលះបង់របស់តារាប៉ុន្តែលើកនេះមានអារម្មណ៍ផ្សេងនៅក្នុងសម្លេងរបស់នាងក៏តារាអ្នកដឹងទេថាអស់ជាច្រើនឆ្នាំមកនេះខ្ញុំបានរស់នៅក្នុងភាពឯកោនិងភាពក្រអឺតក្រទមខ្ញុំគិតថាលុយនិងកិត្តិយសគឺជាអ្វីទាំងអស់ប៉ុន្តែអ្នកបានបង្រៀនខ្ញុំថាភាពស្មោះត្រង់គឺជាភាពប្រណីតពិតប្រាកដក៏យ៉ានខ្សឹបខណៈពេលដែលរើទៅចិត្តនាងបានហ៊ានចាប់ដៃដ៏គ្រើមរបស់តារាមានការភ្ញាក់ផ្អើលបេះដូងរបស់គាត់លោតញាប់គាត់ដឹងថាគាត់ជានរណាប៉ុន្តែភាពកក់ក្ដៅនៃដៃរបស់ក្រយានបានបំបាក់ការការពាររបស់គាត់នៅកណ្ដាលភាពស្ងប់ស្ងាត់នៃរាត្រីនិងពន្លឺភ្លើងស្រអាប់ជញ្ជាំងនៃវណ្ណៈនោះទីបំផុតបានរលំទាំងស្រុងក៏យានបានបង្ហាញថានាងបានលួងស្នេហ៍នឹងភាពស្មោះត្រង់របស់តារាយប់នោះក្នុងពេលដ៏រំជើបរំជួលមួយដែលមិនអាចជៀសរួចអ្វីដែលពិសិដ្ឋបានកើតឡើងរវាងពួកគេការរួបរวมនៃអារម្មណ៍ដែលហួសពីតវិជារបស់ម្ចាស់និងអ្នកបម្រើបន្ទាប់ពីអ្វីបានស្ងប់ស្ងាត់តារាបានអន់មុខចុះដោយមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំងគឺអ្នកស្រីសុំទោសខ្ញុំបានរំលោភបំពានខ្ញុំដឹងថាខ្ញុំគ្រាន់តែជាអ្នកលាងចានក្រីក្រម្នាក់ក៏យ៉ានបានអបគាត់យ៉ាងណែនទឹកភ្នែកនៃក្តីរីករាយបានហូរនៅលើថ្ពាល់របស់នាងគុំសុំទោសអីតារាអ្នកគ្មានកំហុសទេចាត់ទុកនេះជាការដឹងគុណរបស់ខ្ញុំហើយលើសពីនោះខ្ញុំស្រឡាញ់អ្នកខ្ញុំចង់ឲ្យអ្នកនៅក្បែរខ្ញុំមិនមែននៅពីក្រោយខ្ញុំទេពន្លឺព្រះអាទិត្យពេលព្រឹកបានចាំងចូលតាមបង្អួចកញ្ចក់ភោជនីយដ្ឋានប៉ុន្តែបរិយាកាសនៅក្នុងផ្ទះបាយមានអារម្មណ៍ខុសប្លែកពីមុនសម្រាប់តារាទោះបីជាគាត់នៅតែកាន់អេប៉ុងនិងសាប៊ូក៏ដោយគំនិតរបស់គាត់នៅតែផ្ដោតលើព្រឹត្តិការណ៍កាលពីយប់មិញគាត់មានអារម្មណ៍ដូចជាកំពុងយល់សប្តិតើវាអាចទៅរួចយ៉ាងណាទៅដែលស្ត្រីមេម៉ាយអ្នកមានម្នាក់ដែលពីមុនធ្លាប់មើលងាយគាត់ឥឡូវនេះបានផ្ដោតបេះដូងទាំងមូលរបស់នាងនៅពេលដែលតារាកំពុងតែគិតគូរនៅមុខអាំងលាងចានក៏យ៉ានបានមកជិតគាត់មុខរបស់នាងរីករាយហាក់ដូចជាបន្ទុកដ៏ធ្ងន់ដែលនាងបានរែកពុនអស់ជាច្រើនឆ្នាំបានត្រូវលើកចេញនាងលែងស្លៀកពាក់រ៉ូបសូត្រដ៏តឹងរ៉ឹងទៀតហើយប៉ុន្តែជាសម្លៀកបំពាក់ដែលសាមញ្ញជាងប៉ុន្តែនៅតែថ្លៃថ្នូរតារាមានរឿងសំខាន់ណាស់ដែលខ្ញុំចង់ប្រាប់ប៉ុន្តែមិនមែននៅទីនេះទេក៏យ៉ានខ្សឹបខណៈពេលដែលទាញដៃតារាថ្នមពួកគេបានត្រឡប់ទៅបន្ទប់ឯកជនវិញដែលឥឡូវនេះមានអារម្មណ៍កក់ក្ដៅជាងពួកគេអង្គុយទន្ទឹមគ្នានៅលើសាឡុងក៏យ៉ានបានចាប់ដៃតារាយ៉ាងណែនសម្លឹងមើលទៅក្នុងភ្នែករបស់បុរសក្មេងនោះក៏តារាខ្ញុំបានគិតយ៉ាងយូរហើយខ្ញុំមិនចង់ឲ្យទំនាក់ទំនងរបស់យើងគ្រាន់តែជាអាថ៌កំបាំងនៅពីក្រោយទ្វារនេះទេតើអ្នកចង់រៀបការជាមួយខ្ញុំទេតារាស្ងាត់ស្ងៀមអណ្ដាតរបស់គាត់មានអារម្មណ៍ស្ពឹកអ្នកស្រីខ្ញុំគ្រាន់តែជាមនុស្សក្រីក្រម្នាក់ខ្ញុំគ្រាន់តែជាអ្នកលាងចានដែលអ្នកស្រីបានរកឃើញនៅមុខទ្វារខ្ញុំគ្មានអ្វីត្រូវផ្ដល់ឲ្យអ្នកស្រីទេតើអ្នកស្រីមិនខ្មាស់អៀនទេដែលមានប្តីដូចខ្ញុំក៏យ៉ាញឹមយ៉ាងស្រស់ស្នាមញឹមមួយដែលឥឡូវនេះនាងផ្ដល់ឲ្យតែតារាអ្នកខុសហើយតារាអ្នកមានអ្វីគ្រប់យ៉ាងដែលបុរសផ្សេងទៀតមិនមានអ្នកមានភាពក្លាហានក្នុងការការពារភាពស្មោះត្រង់ក្នុងការផ្ដល់ដោយមិនរំពឹងផលតបស្នងនិងបេះដូងដែលចេះអភ័យទោសដល់អ្នកដែលធ្វើបាបអ្នកគឺជាមនុស្សដែលមានកិត្តិយសជាងខ្ញុំទៅទៀតខ្ញុំត្រូវការដៃគូដូចអ្នកដើម្បីថែរក្សាបេះដូងនិងភោជនីយដ្ឋាននេះ
ឬការសារភាពដ៏ស្មោះត្រង់នោះការការពាររបស់តារាបានរលំគាត់មុខក្បាលយឺតដោយទឹកភ្នែកហូរដោយក្តីរំភើបប្រសិនបើជាបំណងប្រាថ្នារបស់អ្នកស្រីខ្ញុំសន្យាថានឹងការពារនិងថែរក្សាអ្នកស្រីជារៀងរហូតប៉ុន្មានថ្ងៃក្រោយមកភោជនីយដ្ឋានកបុបផាអង្គរបានផ្លាស់ប្ដូរមុខមាត់ការតុបតែងផ្កាកុលាបនិងក្រណាត់សូត្របានតុបតែងគ្រប់ជ្រុងនៃបន្ទប់ថ្ងៃនោះគឺជាថ្ងៃមង្គលការរបស់ពួកគេតាមកិច្ចព្រមព្រៀងតារានិងក៏យានបានប្រារព្ធពិធីមង្គលការរបស់ពួកគេតាមរបៀបប្លែកទ្វារមុខភោជនីយដ្ឋានត្រូវបានបើកយ៉ាងទូលាយគ្មានបញ្ជីភ្ញៀវពិសេសទេមនុស្សគ្រប់គ្នាចាប់ពីមន្ត្រីរហូតដល់ដៃគូអាជីវកម្មនិងមនុស្សតាមចិញ្ចើមផ្លូវដែលឃ្លានត្រូវបានអញ្ជើញឲ្យចូលក៏ថ្ងៃនេះអាហារទាំងអស់ឥតគិតថ្លៃញ៉ាំឲ្យឆ្អែតតាមចិត្តជាសញ្ញានៃការដឹងគុណរបស់យើងក៏យ៉ានស្រែកនៅក្បែរតារាដែលឥឡូវនេះមើលទៅសង្ហាណាស់ពាក់អាវធំខ្មៅតារាដែលពីមុនធ្លាប់ត្រូវបានហាមឃាត់មិនឲ្យឆ្លងកាត់ទ្វារមុខឥឡូវនេះបានឈរនៅទីនោះស្វាគមន៍មនុស្សគ្រប់គ្នាដោយស្នាមញញឹមដ៏ស្មោះត្រង់របស់គាត់អតិថិជនដែលធ្លាប់បានឃើញគាត់ត្រូវបានគេមើលងាយឥឡូវនេះសម្លឹងមើលគាត់ដោយការគោរពតារាមិនភ្លេចដើមកំណើតរបស់គាត់ទេគាត់ថែមទាំងបានអញ្ជើញឪពុកម្ដាយរបស់គាត់ពីស្រុកឲ្យអង្គុយនៅលើកៅអីកិត្តិយសឥឡូវនេះថ្ងៃរបស់តារាលែងចំណាយពេលនៅមុខអាងលាងចានផ្ទះបាយទៀតហើយទោះបីជាគាត់នៅតែទៅលេងផ្ទះបាយជាញឹកញាប់ដើម្បីធានាបាននូវសុខុមាលភាពរបស់បុគ្គលិកក៏ដោយកន្លែងរបស់គាត់ឥឡូវនេះគឺនៅក្បែររុក្ខយ៉ាននៅក្នុងបន្ទប់ឯកជនដែលបានក្លាយជាសាក្សីស្ងៀមស្ងាត់នៃការរួបរวมនៃវណ្ណៈពីរផ្សេងគ្នាក៏យ៉ានបានទទួលបានមេរៀនដ៏មានតម្លៃបំផុតក្នុងជីវិតរបស់នាងថាទ្រព្យសម្បត្តិអាចទិញបានប៉ុន្តែភាពស្មោះត្រង់គឺជាអំណោយដែលអាចរកបានតែនៅក្នុងបេះដូងដ៏បរិសុទ្ធប៉ុណ្ណោះពួកគេបានរស់នៅយ៉ាងមានសុភមង្គលគ្រប់គ្រងភោជនីយដ្ឋានជាមួយគ្នាក្នុងចំណងស្នេហាដែលរីកចម្រើនពីការសោកស្ដាយនិងការអភ័យទោសសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបាន Subscribe Like និង Comment សូមឲ្យតែងតែមានសុខភាពល្អសុភមង្គលនិងមានលាភបាយច្រើនអាម៉ែន